នេះហើយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលរុក្ខជាតិម្ដើមទៀតហើយដែលគេតាំងពីពណ៌ដាក់តាំងនៅមុខផ្ទះបាទវាគឺជាប្រភេទផ្កាគេហៅប្រភេទផ្កាដូចផ្កាស្រែមន់អញ្ចឹងពុកម៉ែបងប្អូនប៉ុន្តែវាមិនមែនផ្កាស្រែមន់ទេវាផ្កាមួយធឺទៀតខ្ញុំមិនស្គាល់ឈ្មោះវាច្បាស់ហើយប៉ុន្តែវាប៉ិនមេដាយដែរនឹងពុកម៉ែបងប្អូនឃើញប៉ិនមេដាយខ្ញុំដែរខ្លះប៉ិនមេដាយដែរពុកម៉ែបងប្អូនប៉ុន្តែគ្រាន់តែវាផ្កាវាស្អាតសក្រោមហើយពណ៌រៀងកាឈូកលើបាទហើយនេះដើមវាបាទពុកម៉ែបងប្អូននេះដើមវាមិនទូចតែមួយប៉ុន្តែវាបែកធៀងបែកមែកបែកវល្លិសាខាល្អពណ៌ស្អាតដល់ពុកម៉ែបងប្អូននេះវាមានប្រោលក្នុងវាទៀតបាទដឹងតែផ្កានេះរៀងស្អាតទៅពុកម៉ែបងប្អូនបាច់នេះធំជាងមេដៃទៀតបាទអាមួយនេះបាទនេះវាសក្រោមចឹងពុកម៉ែបងប្អូនដល់ពេលវាលូតលាស់បានធំទៅអាគល់សវាហ្នឹងវាជ្រុះបាទហើយដល់ពេលអានេះអត់ជ្រុះនេះបាទវាជ្រុះដែរតែពុកម៉ែបងប្អូនមិនមែនអត់ជ្រុះផងជ្រុះជ្រុះអស់នេះបាទហើយមើលគល់វាអានេះថ្មីបាទវាអត់ងាយជ្រុះនេះចង់យើងហូបវាមិនក៏ទល់ហូបខ្លាំងអស់កម្លាំងដៃហ្នឹងគាត់ថាវាឈូសតែបើយើងហូបម៉មដូចមិញហ្នឹងគឺវាឈូសនេះបាទទៅហូបម៉មមកទៅបាទអានេះក៏អត់ទៅដែរនេះវាទៅពុកម៉ែបងប្អូនហ្នឹងអាគល់ក្រោមវាប៉ុន្តែគ្រាន់តែឃើញថារុក្ខជាតិមកប្រភេទនេះវាស្អាតផូរផង់ទៅខ្ញុំចង់ផ្ដិតយកវីដេអូនេះចែកជូនពុកម៉ែបងប្អូនមើលជាមួយខ្ញុំហើយបើវីដេអូនេះចេញទៅមានកន្លែងណាខុសឆ្គងខ្ញុំបាទសូមខន្តីអភ័យទោសពុកម៉ែបងប្អូនពីចម្ងាយផងបាទហើយបើពុកម៉ែបងប្អូនក្នុងស្រុកឬក្រៅស្រុកបានឃើញវីដេអូនេះសូមកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាទសូមជូនពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អលុយកាក់ហូរចូលទៅណាមកណាមានអ្នកស្រឡាញ់ចូលចិត្តជាប់អានច្រើនបាទវាស្អាតពុកម៉ែបងប្អូនទិញតាំងនៅផ្ទះអីអែមដែរបាទនេះចប់ដល់នេះហូរបន្តិចទៅទាំងអស់ទៅទាំងក្បាលប៉ានេះអត់ឲ្យស្អាត